ការធ្វើសម្លម្ជូរត្រីប្រាសម្រាប់គ្រួសារគឺជាកុសលរភូមិដ៏រីករាយជាមួយក្នុងផ្ទះបាយជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើតែមិនសូវប៉ិនប្រសប់ត្រីប្រាមានជាតិខ្លាញ់និងរសជាតិឆ្ងាញ់ប៉ុន្តែវាក៏ទាមទារបច្ចេកទេសតិចតួចដែរដើម្បីកុំឲ្យមានក្លិនឆ្អាបនេះគឺជាបរិយាកាសដ៏សប្បាយរីករាយនិងវឹកវរតិចតួចពេលអ្នកចាប់ផ្ដើមស្លម្ជូរត្រីប្រាមួយវគ្គតាំងគឺជាមួយត្រីប្រាវាមានរំអិលច្រើនគ្រាន់តែចាប់កាន់វាក៏ជារឿងកំប្លែងបាត់ទៅហើយអ្នកប្រហែលជាត្រូវដេញចាប់ត្រីក្នុងឡាបូឬត្រូវប្រើអំបិលដុសវាឡើងស្គុះដូចដុសសាប៊ូសមាជិកគ្រួសារប្រហែលជាឈរមើលហើយសើចពេលឃើញអ្នកកំពុងចំបាប់វាជាមួយក្បាលត្រីដ៏ធំ 2. គ្រឿងផ្សំគូតាមេថាកម្មទោះបីជាមើលរូបមន្តតាមអ៊ីនធឺណិតក៏ដោយក៏ដៃយើងតែងតែមានវេទមន្តផ្ទាល់ខ្លួនម្ជូរដាក់អំពិលទុំហើយនៅតែមិនទាន់ជូរក៏បន្ថែមសន្លឹកធ្នឹងឬទឹកក្រូចឆ្មាររហូតដល់រសជាតិជូរជូបមេឃគ្រឿងបុកគ្រឿងមិនសូវមកទេតែពេលញ៉ាំប៉ះបំណែករំដេងម្ដងធ្វើឲ្យគ្រួសារភ្ញាក់ផ្អើលដូចឈ្នះរង្វាន់ក្លិនពេលដាក់ប្រហុកចូលគឺដឹងតាំងពីផ្ទះខាងមុខរហូតដល់ផ្ទះខាងក្រោយថាដល់ថ្ងៃនេះផ្ទះយើងមានសម្លម្ជូរ 3. បរិយាកាសជុំតុបាយនៅពេលសម្លម្ជូរត្រីប្រាដ៏ក្តៅហុយត្រូវបានលើកមកដាក់លើតុ